និយាយពីថាភ្លៀងយកតែមែនតើណាបងប្អូនបាទមួយថ្ងៃនេះគឺភ្លៀងពេញមួយថ្ងៃតែម្ដងបាទតាំងពីព្រលប់រហូតដល់ពេលព្រលឹមឥឡូវដល់ថ្ងៃត្រង់គឺនៅតែភ្លៀងទៀតអញ្ចឹងអត់បានទៅធ្វើការទេបងប្អូនដោយសារតែផ្លូវដែលខ្ញុំទៅធ្វើការហ្នឹងគឺរៀងពិបាកបាទគឺវាល្អិលអញ្ចឹងណាបងប្អូនបាទអញ្ចឹងក៏សុំសម្រាប់មួយថ្ងៃហ្មងទៅអញ្ចឹងពេលវេលាដែលយើងសម្រាប់អញ្ចឹងក៏បង្វែរទៅទិញសម្ភារៈនៅផ្សារវិញបងប្អូនបាទហើយសម្រាប់សម្ភារៈដែលខ្ញុំទៅទិញថ្ងៃនេះគឺទៅទិញបាទម៉ាស៊ីនខួងដីបងប្អូនបាទដោយសារតែខ្ញុំធ្វើការធ្វើរបងក៏ដូចជាដាំដំណាំអញ្ចឹងគឺពិបាកនឹងជីកយើងជីកនឹងដៃទៅវាពិបាកបងប្អូនហើយក៏សម្រេចចិត្តថាថ្ងៃហ្នឹងគឺទៅទិញម៉ាស៊ីនហ្នឹងហ្មងទៅដោយសារតែវាអាចជួយដល់កម្លាំងយើងខ្លះដែរអញ្ចឹងណាបងប្អូនតែមុននឹងទិញហ្នឹងគឺខ្ញុំឲ្យគាត់ហ្នឹងម្ចាស់ហាងហ្នឹងធ្វើតេស្តសិនបងប្អូនដោយសារតែខ្លាចទៅពេលដែលយើងយកទៅដល់ផ្ទះទៅខ្លាចតេស្តទៅអត់មកកើតអញ្ចឹងពិបាកវិញពិបាកយកវិញអញ្ចឹងណាបងប្អូនបាទគឺយើងធ្វើឲ្យគាត់ហ្នឹងបាទធ្វើតេស្តនៅកន្លែងហ្នឹងតែម្ដងបើសិនជាវាល្អចាញ់យើងយកទៅផ្ទះតែបាទល្អទេយើងយើងដូរយកអាផ្សេងវិញអញ្ចឹងណាបងប្អូនបាទរាល់ហើយគឺខ្ញុំបានត្រឡប់ចូលទៅក្នុងផ្សារបងប្អូនបាទបងប្អូនហើយនិយាយទៅក្នុងផ្សារហ្នឹងគឺមមាញឹកមែនតើដល់ពេលព្រឹកយើងណាបងប្អូនបាទគឺជាពិសេសនៅផ្សារបងប្អូនជិត10នាទីគឺមមាញឹកមែនតើបាទហើយបន្ទាប់ពីចូលក្នុងផ្សារក៏ខ្ញុំត្រឡប់ចូលទៅក្នុងហាងដែលខ្ញុំទិញកុំព្យូទ័រពីមុនបាទហេតុអីបាទដោយសារតែឥឡូវហ្នឹងគឺកុំព្យូទ័រខ្ញុំសរសេរអត់ចេញបងប្អូនបាទដោយសារតែវាកាំង key វាបាទជាពិសេសអា key ខាងស្ដាំហ្នឹងគឺយើងចុចពេលដែលយើងចុចទៅវាចេញតែលេខទេវាអត់ចេញអក្សរទេបងប្អូនបាទដោយសារតែដឹងធ្វើម៉េចដែរបានខ្ញុំដោះព្យាយាមដោះអត់ចេញទេបងប្អូនបាទអញ្ចឹងហើយបានអឺខ្ញុំក៏សម្រេចយកទៅឲ្យជាងធ្វើហ្មងទៅបាទឥឡូវហ្នឹងគឺគាត់ធ្វើរួចរាល់ហើយគឺបាន100%ហើយគឺសរសេរល្អឡើងវិញហើយអញ្ចឹងបន្ទាប់ពីហ្នឹងមកគឺយើងបានត្រឡប់ទៅផ្ទះវិញអញ្ចឹងបងប្អូនបាទហើយនេះជាសកម្មភាពដែលខ្ញុំពាក់អាវភ្លៀងដោយសារតែវាភ្លៀងមែនតើហ្មងបងប្អូនបាទពាក់អាវភ្លៀងទៅឃើញនៅការពារខ្លះបាទជាពិសេសការពារផ្ទះសាយឥឡូវគេផ្ទះសាយមែនតើបងប្អូនបាទហើយណាមួយខ្លាចទឹកកុំព្យូទ័រផងដល់ហ្នឹងវាត្រូវទឹកទៀតរឹតតែយ៉ាប់យ៉ឺនណាបងប្អូនបាទហ្នឹងអរគុណជម្រាបលាបងប្អូនបាទបាយបាយ